សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងប្រចាំថ្ងៃរបស់ Admin ហើយថ្ងៃនេះផងដែរ Admin នឹងលើកយកចំណេះដឹងខ្លីៗមកជម្រាបជូនដូចតទៅតប5សត្វសម្លាប់មនុស្សលឿនបំផុតភាគទី2តប5ទាំងនេះគ្រោះថ្នាក់ខ្លាំងជាងគេស្ទើរតែគ្មានស្របលេខ5 Stonefish នេះគឺជាសត្វត្រីដែលមានពឹកខ្លាំងជាងគេក្នុងសមុទ្រត្រឹមតែជើងប៉ះដល់វាមនុស្សអាចរអិលបេះដូងនិងស្លាប់បានក្នុងរយៈពេលតិចជាង1ម៉ោងវាមានមរងពឹកនៅលើខ្នងហើយលាក់ខ្លួនឆ្លាតដូចថ្មលេខ4 Blue Ringed Octopus អង្គចង្ក្រានតូចតាចតែពឹសខ្លាំង1200ដងខ្លាំងជាងពឹសពស់មនុស្សអាចឈប់ដកដង្ហើមក្នុងត្រឹម10ដល់20នាទីអ្វីគួរឲ្យភ័យវាមិនឈឺសោះពេលវាចាក់លេខ3 Funnel Web Spider នេះគឺជាសត្វអណ្ដែតល្អិតដែលឆាប់សម្លាប់មនុស្សជាងគេពឹសរបស់វាអាចបង្កអត្តចង្កោមចង្អៀតនិងឈប់ដើរលើបេះដូងក្នុងរយៈពេលតិចជាង15នាទីវាជួបពិបាកនៅអូស្ត្រាលីលេខ2 Saw-scaled Viper ពស់តូចតែគ្រោះថ្នាក់ខ្លាំងវាដាក់ពឹសដែលបង្កឈាមមិនកក់សរសៃឈាមជ្រុះឈប់ដង្ហើមមនុស្សជាច្រើនស្លាប់ក្នុងរយៈពេល20-30នាទីប្រសិនបើមិនបានព្យាបាលភ្លាមលេខ1 Mosquito ខ្លះអាចមិនជឿប៉ុន្តែសត្វខាំតូចបំផុតនេះសម្លាប់មនុស្សច្រើនជាងគេដោយរាលដាលជំងឺ Malaria, Dengue, Zika, Chikungunya មនុស្សរាប់សែននាក់ក្នុងមួយឆ្នាំស្លាប់ដោយសារវានេះគឺជា Top 5 ដ៏អាក្រក់បំផុតដែលសម្លាប់មនុស្សលឿនជាងគេ